នៅក្នុងថ្ងៃរោងឈើយ៉ាងនេះត្រូវជាថ្ងៃទី29ខែកក្កដាឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំរកាវោកហើយនឹងជូតចំណែកអ្នកដែលត្រូវការធាតុឈើហើយនឹងដីក៏ល្អ50%ផងដែរចំពោះឆ្នាំទាំង3ខាងលើនេះនៅក្នុងករណីត្រូវការធាតុឈើហើយនឹងដីកាន់តែល្អប្រសើរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការសម្រេចចិត្តមុខរបរអាជីវកម្មការងារការបើកបរជាពិសេសទៅលើការទុកដាក់លុយកាក់ទ្រព្យសម្បត្តិមានឆ្នាំចធាតុដីវ័យ69ឆ្នាំនិងចធាតុមាសវ័យ57ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងត្បូងហើយនឹងជើងឈៀងខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃឬក៏ក្នុងករណីយើងចង់ចាប់លៀបយើងអាចប្រើប្រាស់បាននៅទិសខាងកើតចាប់ពីអង្សា75រហូតដល់90អង្សាដោយការដាក់ទឹកមានចលនាឬក៏ដុតទៀន9ដើមក៏បានប៉ុន្តែការដុតទៀនទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ម៉ោងដែលយើងធ្វើទៅល្អប្រសើរចន្លោះពីម៉ោង9ទៅម៉ោង11ថ្ងៃត្រង់ម៉ោង1ទៅម៉ោង3រសៀលនិងមួយវេនចុងក្រោយម៉ោង5ទៅម៉ោង7យប់នៅក្នុងថ្ងៃនេះផ្ទាល់កិច្ចការងារសំខាន់ដែលយើងអាចចាប់ផ្ដើមឬក៏ប្រព្រឹត្តទៅបានល្អប្រសើរដូចជាការប្រមូលបំណុលការផ្ដាច់ឬក៏រំលាយកិច្ចសន្យាបុកគ្រឹះសាងសង់ជួសជុលផ្លាស់ប្ដូរទីលំនៅធ្វើទីផ្សារតំណែងការអធិដ្ឋានសមាធិបន់ស្រន់ធ្វើកិច្ចតាមបែបសាសនាល្អប្រសើរទទួលបានធម៌ពលខ្ពស់ចំណែកឯកិច្ចការមួយចំនួនដូចជាការចាប់ផ្ដើមការបណ្ដាក់ទុនវិនិយោគថ្មីស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពគួរតែមានការយកចិត្តទុកដាក់ពិនិត្យវិจัยឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តនៅក្នុងថ្ងៃនេះផ្ទាល់យើងឃើញថាជាថ្ងៃ15កើតព្រះច័ន្ទពេញបរមីឬក៏ជាយើងហៅថាថ្ងៃចូលព្រះវស្សាដែលជាថ្ងៃដែលសំខាន់មួយនៅក្នុងព្រះពុទ្ធសាសនាសម្រាប់ពុទ្ធសាសនិកទាំងឡាយទាំងពួងផងដែរយើងអាចធ្វើការបរិច្ចាគទានសមាទានសិលការទៅវត្តរក្សាសិលល្អប្រសើរនៅក្នុងថ្ងៃនេះចំណែកបងប្អូនដែលមានជំនឿទៅលើវិជាហុងស៊ុយយើងអាចយកជាខ្សែដៃអង្កាំត្បូងថ្មធម្មជាតិឬក៏កាក់ចិនរបស់យើងដែលយើងប្រើប្រាស់នៅក្នុងវិជាហុងស៊ុយយកទៅហាលនៅក្រោមពន្លឺព្រះច័ន្ទយើងមានជាទឹកស្អាតយើងដាក់ជាផ្កាឬក៏បាញ់ទឹកអប់បន្ថែមយកទៅហាលទឹកនឹងសម្រាប់ទុកយកមកប្រើប្រាស់លាងសម្អាតមួយឬក៏ជូតនៅរបស់របរនៅក្នុងផ្ទះសម្បែងកាន់តែល្អប្រសើរថែមទៀតចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍នៅក្នុងការធ្វើការសមាធិតាមបែបឈីមិនតុនជានៅថ្ងៃនេះផ្ទាល់ខ្ញុំសូមធ្វើការចែករំលែកនៅការសមាធិតាមបែបឈីមិនតុនជាបងប្អូនអាចបែរខ្នងទៅទិសខាងកើតនៅក្នុងចន្លោះម៉ោង9ទៅម៉ោង11យប់នៅក្នុងទិសខាងកើតនៅម៉ោងវេលានេះមានអតិទេព Harmony Star Heart ហើយនិង Open Doorយើងធ្វើការបែរខ្នងទៅរកទិសដៅនៅទិសខាងកើតធ្វើចិត្តយើងឲ្យស្ងប់លាងសម្អាតនៅធម្មពលអវិជ្ជមានភាពសោយស្រេះស្មុគស្មាញហើយទទួលមកវិញនៅលៀបសំណាងឱកាសការងារថ្មីគម្រោងផែនការអាជីវកម្មការបំភ្លឺផ្លូវការរកវិធីសាស្ត្រនៅក្នុងការអភិវឌ្ឍនៅជីវិតរបស់យើងឲ្យកាន់តែមានភាពល្អប្រសើររយៈពេលនៃការធ្វើយើងអាចធ្វើពី5នាទីទៅ15នាទីទៅតាមលក្ខខណ្ឌជាក់ស្ដែងដែលបងប្អូនមានបន្ទាប់ពីការធ្វើហើយយើងអាចធ្វើការផ្សាយនៅចិត្តមេត្តាផ្សាយនៅបុណ្យកុសលដែលយើងបានធ្វើអំពើល្អដោយកាយនិងវិជ្ជាចិត្តរបស់យើងដល់មេឃដីចក្រវាលវត្ថុស័ក្តិសិទ្ធិម្ចាស់កម្មពៀទាំងឡាយទាំងពួងដើម្បីឲ្យជីវិតរបស់យើងកាន់តែល្អប្រសើរការសមាធិរបស់យើងឆាប់ទទួលបាននៅធម៌ពលឬក៏ទទួលបាននៅលទ្ធផលដែលយើងចង់បានសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទំនាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អទាំងអស់គ្នានៅថ្ងៃ15កើតថ្ងៃចូលព្រះវស្សានេះទាំងអស់គ្នា